more coffee សួស្តី matcha lover ថ្ងៃនេះខ្ញុំមកធ្វើ matcha form ម្ដងអ្នកទាំងអស់គ្នាលើកនេះរសជាតិរៀង strong ជាង matcha latte ទៀតដោយសារតែយើងផលជាមួយនឹង form ក្រាស់ហ្មងអត់សូវជាដាក់ fresh milk ច្រើននេះអញ្ចឹងអ្នកទាំងអស់គ្នាមួយមុខនេះប្លែកហើយឆ្ងាញ់ហ្មងសម្រាប់ខ្ញុំចូលចិត្តខ្ញុំទុំតែដឹងថាខ្ញុំចូលចិត្តជាង matcha latte ទេព្រោះ matcha latte តិចទៀតទៅវាសាបណាអានេះអត់សាបទេអ្នកទាំងអស់គ្នាញ៉ាំមកស្ទុះហើយនៅតែមានក្លិន matcha ជាមួយនឹង form ហ្នឹងមកពេញមាត់ហ្មងអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាចង់រៀនទៅលើផ្នែកកាហ្វេឬក៏matcha ឬក៏ប្រភេទពួកគ្រីមអ្នកអាចតាក់ទងមកខ្ញុំបានយើងមានព្រៀនណាប៉ុន្តែក្នុងខែនេះយើងចិត្តពេញហើយចាប់ពីថ្ងៃទី17ទៅបានយើងទៅនេះសុំទោសថ្ងៃ18ទៅបានយើងទៅនេះណាអ្នកទាំងអស់គ្នាអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាកំពុងតែមានបំណងចង់បើកអាជីវកម្មទៅលើផ្នែកកាហ្វេ matcha ឬប្រភេទពួកមានតែកាហ្វេ matcha ហ្នឹងហើយអ្នកអាចតាក់ទងពីខាងខ្ញុំបានយើងមានប្របែករូបមន្តថ្មីជូនអ្នកទាំងអស់គ្នាចង់ចេះចង់ដឹងអីយើងនឹងប្រាប់ឲ្យការរៀនជាមួយខ្ញុំនឹងប្រាប់កន្លែងអ្នកទាំងអស់គ្នាត្រូវទិញនៅណាអីនៅណាខ្ញុំអត់មានបខំថារៀនហើយត្រូវយកពីខ្ញុំត្រូវតែទិញតាមខ្ញុំបើអត់ទិញជាមួយខ្ញុំអត់ប្រាប់រូបមន្តអស់អីកុំបារម្ភណាអានេះខ្ញុំនិយាយចឹងគឺដោយសារតែមានអ្នកដែលគាត់មករៀនគាត់មកសួរខ្ញុំថាពេលដែលរៀនអត់ទិញគ្រឿងពីខ្ញុំតើខ្ញុំប្រាប់អស់ដូចទិញគ្រឿងពីខ្ញុំអត់ខ្ញុំចង់ជំរាបថាខ្ញុំអត់មានលក់គ្រឿងទេខ្ញុំនឹងប្រាប់បងពីការយកគ្រឿងនៅណាយកកាហ្វេនៅណាគាត់ថា matcha បាទខ្ញុំមានលក់បងអត់ពេញចិត្ត matcha ខ្ញុំបងទិញនៅកន្លែងណាក៏បានដែរយើងគ្រាន់តែរៀនបបែករូបមន្តជាមួយគ្នាណាអូខេបាយបាយអរគុណច្រើន